นการទាញយកធនធានរ៉ែកម្រតម្លៃ 1.5 trillion ដុល្លារអាមេរិកមិនទាន់មានពន្លឺនៅឡើយទេក្រុងប៉េកាំងបញ្ជាឲ្យបណ្ដាក្រុមហ៊ុនចិនផ្អាកកិច្ចព្រមព្រៀងថ្មីៗជាមួយក្រុមហ៊ុនមហាសេដ្ឋីហុងកុង Lee Gazing ក្រោយក្រុមហ៊ុនលក់កំពង់ផែនៅប្រទេសជីកប៉ាណាម៉ាទៅឲ្យអាមេរិកសមាគមពាណិជ្ជករមាសថៃព្យាករណ៍ថាតម្លៃមាសនៅឆ្នាំ 2025 នឹងហក់ឡើងលើស $4,000 ក្នុងមួយដំណឹងតើរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនយ៉ាងណាក្នុងការចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចតើការគ្រប់គ្រងនិងប្រើប្រាស់បំណុលសាធារណៈរបស់កម្ពុជាមានប្រសិទ្ធភាពកម្រិតណាដែរជីវកម្ម B បង់ទំតែ$508ប៉ុណ្ណោះក្នុងមួយខែរយៈពេលដល់ទៅ24ខែដោយគ្មានការប្រាក់រួមការបញ្ចុះតម្លៃ 2% បន្ថែមពីលើនេះទៀតផងទាំងនេះស្ថិតនៅលើផ្លូវមេក្នុងគម្រោងជុំវិញសួនច្បារធំជាងគេប្រចាំគម្រោងនិងតាមផ្លូវឆ្ពោះទៅកាន់សួនធម្មជាតិខាងក្រោយល្អទាំងសម្រាប់ស្នាក់នៅនិងប្រកបអាជីវកម្មគម្រោងទាំងមូលសាងសង់ចិត្តដូចទាំងស្រុងទិញភ្លាមឆាប់បានទទួលផ្ទះមិនចាំបាច់បារម្ភនិងពិបាកសម្រេចចិត្តរហឡើងការផ្ដល់ជូនមានកំណត់សម្រាប់ព័ត៌មានបន្ថែម085 75 ការ៉េ6ខ្ញុំបាទសូមគ្រប់នឹងជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីព័ត៌មានសេដ្ឋកិច្ចយប់នេះរបស់សាមាន Digital Cambodia កម្មវិធីព័ត៌មានសេដ្ឋកិច្ចយប់នេះនៅក្នុងរាត្រីនេះយើងមានរឿងរ៉ាវជាច្រើនដែលពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចពាណិជ្ជកម្មការវិនិយោគនិងព្រឹត្តិការណ៍ភូមិសាស្ត្រអាកាសទូតនៅជុំវិញពិភពលោកយើងខ្ញុំសូមអរគុណជាពិសេសដល់ធនាគារ Excelida ក្រុមហ៊ុន World Group ធនាគារ KB វិសាក្រុមហ៊ុន Liho Groupគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ក្រុមហ៊ុនបម្រើសេវាកម្មអចលនទ្រព្យ CPL បូរីឡុងនីធនាគារព្រីតនិងក្រុមហ៊ុនបូទីកាដែលបានគ្រប់គ្រងដល់ការផ្សាយផ្ទាល់នៅក្នុងកម្មវិធីព័ត៌មានសេដ្ឋកិច្ចយប់នេះរបស់សាមាន Digital Cambodia នៅក្នុងវគ្គទី1នៃកម្មវិធីសេដ្ឋកិច្ចយប់នេះយើងមានព្រឹត្តិការណ៍សេដ្ឋកិច្ចពាណិជ្ជកម្មជាច្រើនដូច្នេះដើម្បីកុំឲ្យខាតពេលវេលាយូរសូមពុកម៉ែបងប្អូនទស្សនារឿងដែលមានជាបន្តដូចតទៅមកទល់ពេលនេះជោគវាសនានៃការទាញយកនិងប្រើប្រាស់កំណត់រ៉ែកម្រលីជោមតម្លៃប្រមាណ $1.5 trillion ដែលគេបានរកឃើញនៅតំបន់ជួរភ្នំភ្លឺចំណាស់រាប់លានឆ្នាំនៅតាមបណ្ដោយព្រំដែននៃរដ្ឋ Nevada និង Oregon សហរដ្ឋអាមេរិកមិនទាន់មានពន្លឺនៅឡើយទេបើតាមសេចក្តីរាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវមកពីសហជីវកម្មលីជោមអាមេរិកក្រុមហ៊ុន GNS Science និងសាកលវិទ្យាល័យរដ្ឋ Oregon កំណត់រ៉ែលីជោមនៅសហរដ្ឋអាមេរិកមានទម្ងន់ចន្លោះពី20ទៅ40លានតោនលើសកំណត់រ៉ែនេះនៅអូស្ត្រាលីនិងឈីលីទៅទៀតពាក់ព័ន្ធបញ្ហានេះលោក Anubos ភូកកវិទ្យាម្នាក់បានអះអាងថាវត្តមានធនធានរ៉ែកម្រដ៏មហាសាលនេះវាអាចផ្លាស់ប្ដូរសក្តានុពលរបស់រ៉ែលីជោមជាសកលទាក់ទងនឹងតម្លៃសេវាកម្មផ្គត់ផ្គង់និងភូមិសាស្ត្រនយោបាយដោយឡែកលោក Thomas Benson ភូកកវិទ្យានៃក្រុមហ៊ុនសហជីវកម្ម Lithium America លើកឡើងថាប្រតិបត្តិការរុករកធនធានរ៉ែកម្រលីជោមនៅអាមេរិកទំនងជាអាចធ្វើឡើងនៅដើមឆ្នាំ2026រ៉ែលីជោមមានគុណភាពខុសៗគ្នាតែគេរំពឹងថារ៉ែលីជោមនៅសហរដ្ឋអាមេរិកជារ៉ែកម្រដ៏ពិសេសមួយប្រភេទកាលពីឆ្នាំ2020រ៉ែលីជោមមានតម្លៃត្រឹមតែ$5,800ប៉ុណ្ណោះក្នុងមួយតោនប៉ុន្តែដល់ឆ្នាំ2022វាបានឡើងដល់$80,000ហើយបច្ចុប្បន្នវាធ្លាក់មកនៅត្រឹម$30,000ក្នុងមួយតោនមហាយាចិនបានខឹងសម្បាយ៉ាងខ្លាំងនិងបានបញ្ជាឲ្យបណ្ដាក្រុមហ៊ុនរដ្ឋចិនផ្អាករាល់កិច្ចព្រមព្រៀងថ្មីៗជាមួយក្រុមហ៊ុនរបស់គ្រួសារកំពូលមហាសេដ្ឋីហុងកុងលោក Lee Gazing ក្រោយក្រុមហ៊ុនរបស់លោកបានលក់កំពង់ផែយុទ្ធសាស្ត្រនៅព្រែកជីកប៉ាណាម៉ាដ៏ល្បីល្បាញ
ឲ្យទៅសហរដ្ឋអាមេរិកក្នុងតម្លៃជាង$20,000 លានកាលពីដើមខែមីនានេះបញ្ជាក់តាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg មហាយាចិនដែលមានសេដ្ឋកិច្ចធំបំផុតទី2នៅក្នុងពិភពលោកជាមួយប្រជាជនសរុបជាង1.4 លាននាក់បានខឹងឆេះដុំនិងបានបញ្ជាឲ្យបណ្ដាក្រុមហ៊ុនរដ្ឋចិនរាល់កិច្ចព្រមព្រៀងថ្មីជាមួយក្រុមហ៊ុនរបស់គ្រួសារកំពូលមហាសេដ្ឋីហុងកុងលោក Lee Ka-sing ក្រោយក្រុមហ៊ុនមេ CK Hutchison របស់គ្រួសារលោកនោះគឺថាបានលក់ក្រុមហ៊ុនបុតសម្ព័ន្ធ Panama Pork Company ដែលគ្រប់គ្រងកំពង់ផែយុទ្ធសាស្ត្រចំនួន2នៅព្រែកជីក Panama ឲ្យទៅក្រុមហ៊ុនជាអាមេរិក BlackRock ក្នុងតម្លៃ$2.8 លានអាមេរិកកាលពីថ្ងៃទី4ខែមីនាឆ្នាំនេះទោះជាយ៉ាងណាបទបញ្ជាថ្មីដែលចេញកាលពីជាង1សប្តាហ៍មុននេះមិនប៉ះពាល់ដល់កិច្ចព្រមព្រៀងចាប់ដៃគូសហការដែលមានស្រាប់នោះទេពលគឺគ្រាន់តែពន្យាពេលអនុម័តកិច្ចព្រមព្រៀងថ្មីជាមួយក្រុមហ៊ុនរបស់គ្រួសារកំពូលមហាសេដ្ឋីហុងកុងលោក Lee Ka-sing ប៉ុណ្ណោះទន្ទឹមនេះក្រុមនាយកកចិនក៏នឹងពិនិត្យផ្ទៀងផ្ទាត់ឡើងវិញផងដែរលើការវិនិយោគរបស់គ្រួសារលោក Lee Ka-sing នៅក្នុងប្រទេសចិននិងក្រៅប្រទេសដើម្បីវិយតម្លៃពីទំហំអាជីវកម្មនិងឥទ្ធិពលរបស់ក្រុមហ៊ុនទាំងនោះការផ្អាកកិច្ចព្រមព្រៀងថ្មីទាំងនេះមិនមានន័យថាទីក្រុងប៉េកាំងនឹងហាមឃាត់បណ្ដាក្រុមហ៊ុនរដ្ឋទាំងស្រុងពីការចាប់ដៃគូសហការជាមួយបណ្ដាក្រុមហ៊ុនរបស់លោក Lee Ka-sing នោះទេប៉ុន្តែវាគឺជាការបង្កើនការដាក់សម្ពាធទៅលើមហាសេដ្ឋីវ័យ96ឆ្នាំរូបនេះបន្ទាប់ពីក្រុមហ៊ុនមេ CK Hutchison របស់គ្រួសារលោក Lee Ka-sing បានលក់ក្រុមហ៊ុនបុតសម្ព័ន្ធ Panama Pork Company ដែលគ្រប់គ្រងកំពង់ផែយុទ្ធសាស្ត្រចំនួន2នៅព្រែកជីក Panama ឲ្យទៅក្រុមហ៊ុនរបស់អាមេរិក BlackRock ស្របពេលដែលទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងមហាយាចិនកំពុងតែមានភាពតានតឹងស្រាប់សមាគមពាណិជ្ជករមាសថៃព្យាករណ៍ថាតម្លៃមាសនៅក្នុងឆ្នាំ2025នឹងហក់ឡើងលើស$4,000ក្នុង1តម្លឹងដោយសារស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនច្បាស់លាស់ជាពិសេសបញ្ហាកំណត់ពន្ធរបស់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ម្ដងបែបនេះម្ដងបែបនោះគឺធ្វើឲ្យពិបាកក្នុងការព្យាករណ៍ហើយបានធ្វើឲ្យអ្នកជំនាញនៅក្នុងវិស័យជួញដូរមាសពិភពលោកបានដំឡើងការព្យាករណ៍សម្រាប់ស្ថានភាពមាសជារួមនៅក្នុងឆ្នាំ2025ថាវានឹងកញ្ជ្រោលឡើងរហូតដល់ជិត$4,100ក្នុង1តម្លឹងនេះបញ្ជាក់តាមការចុះផ្សាយរបស់កាសែត Bangkok Post សមាគមពាណិជ្ជករមាសរបស់ថៃបានដំឡើងការព្យាករណ៍តម្លៃមាសនៅលើទីផ្សារអន្តរជាតិសម្រាប់ឆ្នាំ2025ចន្លោះពី$3,800ទៅដល់$4,100នៅក្នុង1តម្លឹងតម្លៃមាសបានហក់ឡើងប្រមាណ 0.65% កាលពីចុងសប្តាហ៍មុនដែលនាំឲ្យតម្លៃចាស់ស្ដែងឡើងដល់ជាង$3,700ក្នុង1តម្លឹងលោកจิตติតាងសិទ្ធផាឌីប្រធានសមាគមពាណិជ្ជករមាសថៃបានអះអាងថាបច្ចុប្បន្នពាណិជ្ជករក៏ដូចជាអ្នកវិនិយោគមាសកំពុងដាក់ការតាមដានយ៉ាងយកចិត្តទុកដាក់លើគោលនយោបាយពន្ធកយរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកហើយប្រសិនបើនៅថ្ងៃទី2ខែមេសាលោកពិតជាសម្រេចចិត្តដាក់ពន្ធបន្ថែមទៀតមែននោះវិសាលភាពនៃផលប៉ះពាល់នឹងកាន់តែធំហើយវានឹងជំរុញឲ្យតម្លៃមាសមានការកើនឡើងបន្ថែមទៀតអ្នកជំនាញរូបនេះបានលើកឡើងទៀតថាភាពមិនប្រកបវិជ្ជាជំវិញបញ្ហាពន្ធកយនិងគោលនយោបាយរបស់លោកត្រាំជំវិញសង្គ្រាមពាណិជ្ជកម្មបានបង្កើនតម្រូវការសម្រាប់ឧបករណ៍ដែលមានសុវត្ថិភាពជាពិសេសគឺមាសតែម្ដងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈមបូព៌ានិងអ៊ុយក្រែនកាន់តែឡើងកម្ដៅក៏បានជំរុញឲ្យធនាគារកណ្ដាលនៅជុំវិញពិភពលោកនិងបង្កើនតម្រូវការទុនបម្រុងជាមាសដូច្នេះតម្លៃមាសក៏នឹងស្ទុះងើបឡើងផងដែរដោយឡែកលោកស្រី Benjamin នាយកផ្នែកស្រាវជ្រាវនិងវិនិយោគលោហៈធាតុដ៏មានតម្លៃនៅក្រុមហ៊ុន YLG Bullion International បានអះអាងថាកត្តាមួយដែលជំរុញឲ្យតម្លៃមាសប្រែប្រួលរហ័សគឺការរំពឹងទុកនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលជាផ្នែកមួយឆ្លុះបញ្ចាំងដោយទិន្នន័យការងារថ្មីដែលខ្សោយជាងការព្យាករណ៍លោកស្រីបានលើកឡើងថាសម្រាប់ក្រុមហ៊ុនរបស់លោកស្រីតម្លៃមាសអាចប្រែប្រួលចន្លោះពី$3,700ដល់ទៅ$3,800ក្នុង1តម្លឹងនៅក្នុងឆ្នាំ2025នេះជាមួយគ្នានេះធនាគារជាអាមេរិក Goldman Sachs ដែលជាធនាគារវិនិយោគធំបំផុតទី2នៅលើពិភពលោកបានដំឡើងការព្យាករណ៍ថាហាងឆេងមាសនៅលើទីផ្សារអន្តរជាតិនឹងហក់ឡើងដល់$3,300អាមេរិកក្នុង1អោន
ឬ$4,025ក្នុងមួយដំណឹងនៅត្រឹមតម្លៃឆ្នាំ2025នេះជាមួយគ្នានេះធនាគារអាមេរិកក៏បានដំឡើងការព្យាករណ៍របស់ខ្លួនសម្រាប់ហាងឆេងមាសនៅក្នុងឆ្នាំ2025និងឆ្នាំ2026ផងដែរប្រទេសឥណ្ឌាដែលមានប្រជាជនសរុបច្រើនជាងគេបំផុតនៅលើពិភពលោករហូតដល់ទៅជាង1400លាននាក់សម្រាប់បានសមិទ្ធផលដ៏អស្ចារ្យជាប្រវត្តិសាស្ត្រខណៈដែលទំហំសេដ្ឋកិច្ចរបស់ខ្លួនបានកើនលើស$4 ទ្រីលានគួរឲ្យភ្ញាក់ផ្អើលដែលជួយឲ្យប្រទេសនេះក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី5របស់ពិភពលោកនេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Eurasian Times យោងតាមការព្យាករណ៍ផលិតផលក្នុងស្រុកសរុបហៅកាត់ថា GDP ពិតប្រាកដរបស់ប្រទេសឥណ្ឌានឹងឈានដល់$4.3 ទ្រីលាននៅក្នុងឆ្នាំ2025នេះបើធៀបទៅនឹងប្រទេសជប៉ុនដែលមានទំហំសេដ្ឋកិច្ចរហូតដល់$4.4 ទ្រីលាននិងប្រទេសអាល្លឺម៉ង់ដែលមានទំហំសេដ្ឋកិច្ច$4.9 ទ្រីលានប្រសិនបើសេដ្ឋកិច្ចឥណ្ឌាបន្តមានសន្ទុះកើនឡើងខ្លាំងដូចបច្ចុប្បន្នឥណ្ឌាអាចនឹងជែងឈ្នះប្រទេសជប៉ុននៅត្រឹមឆ្នាំ2025នេះនិងជែងឈ្នះប្រទេសអាល្លឺម៉ង់នៅត្រឹមឆ្នាំ2027ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានដឹងថាផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឥណ្ឌាបានកើនឡើងទ្វេដងក្នុងរយៈពេលមួយទសវត្សរ៍មកនេះដោយកើនឡើង105% ពីទំហំ$2.1 ទ្រីលានក្នុងឆ្នាំ2015ឈានដល់$4.3 ទ្រីលាននៅក្នុងឆ្នាំ2025នេះជាមួយគ្នានេះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានកើនឡើង 66% សេដ្ឋកិច្ចរបស់មហាជចិនបានកើនឡើង 76% សេដ្ឋកិច្ចរបស់អង់គ្លេសបានកើនឡើង 26% និងសេដ្ឋកិច្ចរបស់បារាំងបានកើនឡើង 38% ក្នុងរយៈពេលដូចគ្នានេះអតិថិជនជាទីគោរពបងរំលោះម៉ូតូជាមួយធនាគារ SBI លីហួរលោកអ្នកមិនត្រូវការប្រាក់ចូលរួមជាមួយការបងរំលោះមានរយៈពេលវែងព្រមទាំងទទួលបានការធានារ៉ាប់រងដែលឥតគិតថ្លៃផងដែររកការជាវប្រភេទលំនៅឋានឬយូនីតណាមួយនៃគម្រោងលំនៅឋានភូមិប្រឡាក់ឋានវិព្រិតអតិថិជននឹងទទួលបានកញ្ចប់រង្វាន់ដែលមានទឹកប្រាក់ស្មើនឹង$1,500ភ្លាមៗអ្វីដែលពិសេសអតិថិជននឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 10% និងលក្ខខណ្ឌបង់ប្រចាំខែត្រឹមតែ$300តែប៉ុណ្ណោះជាមួយនឹងការបង់រំលោះគ្មានការប្រាក់រហូតដល់40ខែឥឡូវនេះលោកអ្នកអាចបើកគណនី Digital របស់ធនាគារ KB វិសាខបានភ្លាមៗដោយខ្លួនឯងតាមកម្មវិធី KB វិសាខ Mobile ដែលគ្រាន់តែមានលេខទូរស័ព្ទនិងអត្តសញ្ញាណប័ណ្ណព្រមទាំងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ 4% ក្នុងមួយឆ្នាំបូតិកា Bosco គឺជំនាញការពារជ្រាបទឹកដែលខំជាប់ស្អិតយ៉ាងល្អជាមួយនឹងផ្ទៃជាពិសេសគឺអាចយឺតបានរហូតដល់ទៅ 250% និងជាប់ស្វិតអាចបត់បែនទៅតាមចលនានៃក្រគាតាមទាំងប្រេះគ្មានភាពសំណើមនឹងបញ្ហាជ្រាបទឹកនោះឡើយជាមួយធនាគារ Prit ឥឡូវនេះលោកអ្នកគ្រាន់តែបើកគណនីសន្សំនិងទទួលបានអត្រាការប្រាក់ 3% សម្រាប់ប្រាក់រៀលនិង 2% សម្រាប់ប្រាក់ដុល្លារអាមេរិកសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ធនាគារ Prit ឬតាមលេខទូរស័ព្ទ 098 222 CPL គឺជាក្រុមដ៏ធំដំបូងគេដែលផ្ដល់សេវាកម្មទីលជួលនិងវាយតម្លៃអចលនវត្ថុប្រកបដោយវិជ្ជាជីវៈខ្ពស់នៅកម្ពុជា AC Super App លើសពី App ធម្មតាសម្បូរដោយសេវាកម្មគ្រប់ប្រភេទរួមទាំងសេវាកម្មសាធារណៈរបស់ក្រសួងស្ថាប័នរដ្ឋឯកជនសម្រាប់ពលរដ្ឋកម្ពុជាប្រើប្រាស់នៅវគ្គក្រោយលោកអ្នកនឹងបានតាមដានព័ត៌មានសេដ្ឋកិច្ចពាណិជ្ជកម្មជាច្រើនទៀតពីកម្មវិធីព័ត៌មានសេដ្ឋកិច្ចយប់នេះរបស់សារព័ត៌មាន Digital Cambodiaបើសិនជាលោកអ្នកខកខានមិនបានទស្សនាការផ្សាយផ្ទាល់នៅក្នុងកម្មវិធីព័ត៌មានសេដ្ឋកិច្ចយប់នេះនៅក្នុងរាត្រីនេះសូមលោកអ្នកចូលមើលការផ្សាយកម្មវិធីនេះឡើងវិញនៅក្នុង Facebook Page Cambodia Telegram និង YouTube ដោយផ្ទាល់ក៏បានដែរយើងក៏មានព័ត៌មានថ្មីៗសុទ្ធសឹងតែផ្ដល់នៅចំណេះដឹងនិងកំណត់ពិចារណាជាច្រើនផ្សេងទៀតជារៀងរាល់ម៉ោងដើម្បីគាំទ្រដល់សារព័ត៌មានវិជ្ជាជីវៈច្បាស់លាស់ត្រឹមត្រូវប្រឆាំងនឹងព័ត៌មានคล้ายៗសូមលោកអ្នកជួយ like ជួយ share follow page Cambodia នេះអ្នកគ្នាខណៈពេលនេះខ្ញុំបាទសូមសម្រាប់បន្តិចសិនលោកអ្នកមានតម្រូវការសាច់ប្រាក់បន្ទាន់មែនទេកម្ចីកាតគ្រី LOLC អាចជួយលោកអ្នកបានដាក់ត្រឹមតែកាតគ្រីក៏អាចស្នើកម្ចីបានដែរជាមួយទំហំទឹកប្រាក់រហូតដល់ 75% នៃតម្លៃយានយន្តមនុស្សគ្រប់គ្នាសុទ្ធតែមានក្តីសុបិនរៀងខ្លួនសុភ័ក្រមកបញ្ញាបាយកូនតែក្តីសុបិនមិនមែនជោគជ័យដោយស្រួលនោះទេ
មិនអីកូន ឆាអស់ហើយម៉ាក់ មិនអីទេកូនយើងអាចគូវាឡើងវិញបាន អាឡូអ្នកម៉ាបានអ្នកម៉ារួចរាល់ហើយជាមួយនឹងធានារ៉ាប់រងរបស់លីហួរយើងនឹងលែងមានការព្រួយបារម្ភពីអគ្គិភ័យទៀតហើយ គ្រោះថ្នាក់អគ្គិភ័យអាចកើតឡើងបានគ្រប់ពេលវេលាសូមកុំឲ្យការខិតខំប្រឹងប្រែងរបស់លោកអ្នករលាយបាត់ក្នុងមួយពព្រិចភ្នែកធានារ៉ាប់រងលីហួរទំនុកចិត្តសុវត្ថិភាព សម្បត្តិមានផ្ទះមួយកន្លែងហើយគាត់មានបំណងចង់ដាក់ជួលជាតាកំពុងស្វែងរកផ្ទះដើម្បីបើកអាជីវកម្មរបស់នាងប៉ុន្តែសម្បត្តិនិងជាតាមិនស្គាល់គ្នានោះទេសម្បត្តិមិនអាចស្វែងរកអ្នកជួលបានហើយជាតាវិញក៏មិនអាចស្វែងរកផ្ទះផងដែរនៅក្រុមហ៊ុន CPL ពួកយើងមានអចលនវត្ថុជាច្រើនសម្រាប់ជួលដែលមានតម្លៃទីផ្សារថ្ងៃមួយបន្ទាប់ពីពួកគេបានឃើញអំពីការផ្សព្វផ្សាយរបស់ក្រុមហ៊ុន CPL តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមទីបំផុតពួកគេអាចដោះស្រាយបញ្ហារបស់ពួកគេបាន យើងដឹងថាអ្នកមានក្តីសុបិននិងគោលដៅធំនៅថ្ងៃនេះប៉ុន្តែឧបសគ្គបានបង្កើតឲ្យមានគម្លាតរវាងអ្នកនិងអនាគតក្នុងនាមធនាគារ Bridge យើងនៅទីនេះដើម្បីជួយអ្នកផ្សារភ្ជាប់គម្លាតទាំងនោះឲ្យកាន់តែជិតបំផុតកសាងពិភពនៃអនាគតរបស់អ្នកក្នុងថ្ងៃនេះធនាគារ Bridge ឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរ គុណភាពភាពជឿជាក់ទំនុកចិត្តជាគុណតម្លៃរបស់បរិយាឡុងនេះវិឡាសង់រួចជាស្រេច 100% បង់ប្រាក់ចាប់ពី$1350ឡើងទៅមិនអស់ការប្រាក់និងមានជម្រើសជាច្រើនទៀតព័ត៌មានលម្អិតអាចទំនាក់ទំនងលេខទូរស័ព្ទខាងលើឬក៏អញ្ជើញមកកាន់ទីតាំងផ្ទាល់នៅគម្រោងផ្លូវព្រៃសរសង្កាត់ព្រៃសរខណ្ឌដង្កោរាជធានីភ្នំពេញ ជាង30ឆ្នាំហើយដែលអ្នកបានផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុដល់ប៉ាខ្ញុំមីងខ្ញុំនិងប្អូនស្រីខ្ញុំដើម្បីជួយឲ្យជីវភាពពួកគាត់រីកចម្រើនហើយអ្នកបានខិតខំអភិវឌ្ឍខ្លួនឥតឈប់ឈរដើម្បីផ្ដល់សេវាហិរញ្ញវត្ថុកាន់តែប្រសើរទំនើបនិងទាន់សម័យយើងបន្តឆ្ពោះទៅមុខជាមួយគ្នាដៃគូហិរញ្ញវត្ថុពេញមួយជីវិតរបស់អ្នក KB ប្រសាក់បែង បូទីកាយើងរួមគ្នាកសាងដើម្បីឈានទៅដល់ការសម្រេចនៅគម្រោងទាំងនោះឥឡូវនេះរាល់កត្តាប្រឈមនានាត្រូវបានដោះស្រាយប្រកបដោយសុវត្ថិភាពខ្ពស់បំផុតព្រោះអីយើងមានផលិតផលស៊ីម៉ង់ដែលមានឯកតកម្មផ្នែកសាងសង់និងទទួលស្គាល់ពាសពេញសកលលោកដែលពិបាកនឹងរកគូប្រដូចបាននោះគឺស៊ីម៉ង់ C+ បំបត្តិក្រឡាខ្ជិងបូទីកាយើងរួមគ្នាកសាងចាប់ផ្ដើមថ្ងៃថ្មីជាមួយក្តីសង្ឃឹមថ្មីក្តីសង្ឃឹមដើម្បីមនុស្សជាទីស្រឡាញ់មានស្នាមញញឹម
ព្រោះយើងជាចំណែកមួយនៃគ្រួសាររបស់អ្នកនៅក្បែរអ្នកនិងដើម្បីមនុស្សជាទីស្រឡាញ់យើងផ្ដើមអាជីវកម្មជាមួយអ្នកជឿជាក់លើការតាំងចិត្តការតស៊ូនិងការខិតខំប្រឹងប្រែងហើយតែងទុកអ្នកជាជំរើសទី1 AC Super App ជា app ធនាគារខ្មែរបង្កប់ដោយមុខងារដ៏ឆ្លាតវៃសំខាន់និងប្រមូលផ្ដុំដោយសេវាធនាគារសម្បូរបែបលើគេនៅក្នុងដៃ AC Super App មានសុវត្ថិភាពនិងបច្ចេកវិទ្យាខ្ពស់ធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលឆាប់រហ័សក្នុងការបំពេញតម្រូវការប្រចាំថ្ងៃដែលធ្វើឲ្យជីវិតកាន់តែងាយស្រួល បងប្អូនជាទីគោរពនិងជាទីមេត្រីឥឡូវយើងចូលមកដល់វគ្គទី2ហើយនៃកម្មវិធីព័ត៌មានសេដ្ឋកិច្ចយប់នេះរបស់សាមៀន Digital Cambodia នៅក្នុងវគ្គនេះដែរយើងមានព្រឹត្តិការណ៍ព័ត៌មានជាតិពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគជាច្រើនផងដែរដូច្នេះដើម្បីកុំឲ្យខាតពេលវេលាយូរសូមពុកម៉ែបងប្អូនទស្សនារឿងដែលមានជាបន្តដូចតទៅ ថ្នាក់ដឹកនាំរបស់យើងមានចក្ខុវិស័យវែងឆ្ងាយណាស់ ឯកឧត្តមប៉ែនបណ្ណារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភិបអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូបញ្ជាក់ថាការចាក់ចែងពីប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ 2029 ខាងមុខវានឹងធ្វើឲ្យកម្ពុជាបាត់បង់ការអនុគ្រោះនិងជំនួយមួយចំនួនបើតាមមន្ត្រីជាន់ខ្ពស់រូបនេះអ្វីដែលកម្ពុជាធ្លាប់ទទួលបាននឹងត្រូវបង្វែរទៅជួយដល់បណ្ដាប្រទេសផ្សេងទៀតដែលក្រីក្រជាងកម្ពុជាជាមួយគ្នានេះគម្រោងចាក់ចែងពីប្រទេសមានការអភិវឌ្ឍតិចតួចនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនអស់រយៈពេលជាយូរឆ្នាំមកហើយពលគឺតាំងពីសម័យដឹកនាំដោយសម្ដេចតេជោហ៊ុនសែនពេលនៅជានាយករដ្ឋមន្ត្រីមកម្លេះមន្ត្រីជាន់ខ្ពស់រូបនេះបានចាត់ទុកគម្រោងចាក់ចែងពី LDC នេះគឺជាចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងឥទ្ធិពលនិងមុខមាត់របស់ខ្លួនទាំងលើឆាកជាតិនិងអន្តរជាតិ មកដល់ពេលនេះទើបយើងកលេចទៅក្រោយវិញយើងឃើញថាថ្នាក់ដឹកនាំរបស់យើងមានចក្ខុវិស័យវែងឆ្ងាយណាស់ច្បាស់លាស់ណាស់ដែលដាក់ចេញជំហរនេះឥឡូវយើងឃើញណា COVID-19 ខ្ញុំលើកមិញបន្ទាប់មកអង្គការសហជីវជាតិទៅប្រកាសថាឲ្យយើងចាក់ចេញពីស្ថានភាពបណ្ដាប្រទេសដែលមានអភិវឌ្ឍតិចតួចទៅប្រទេសមួយទៀតដែលមានការអភិវឌ្ឍកំពុងអភិវឌ្ឍរាជរដ្ឋាភិបាលយើងក៏បានដាក់ចេញដែរចក្ខុវិស័យកម្ពុជាឆ្នាំ 2030 ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ 2050 មានចំណូលខ្ពស់អញ្ចឹងប្រទេសយើងវាដើរផុតក្នុងស្ថានភាពក្រីក្រហើយអញ្ចឹងលោកត្រូវតែត្រៀមខ្លួនពីមុនមករហូតឥឡូវមកដល់ពេលនេះគឺត្រូវតែម្ដងហើយបច្ចុប្បន្ននេះពិភពលោកកំពុងតែបង្ហាញចំពោះមុខយើងទាំងអស់គ្នាថាយើងអត់ពឹងគេបានទេយើងត្រូវតែពង្រឹងខ្លួនយើងអញ្ចឹងបានយើងឆ្លោះបញ្ចាំងទៅខ្ញុំកោតសរសើរថ្នាក់ដឹកនាំរបស់យើងលោកមានចក្ខុវិស័យច្បាស់លាស់វែងឆ្ងាយពាក់ព័ន្ធបញ្ហានេះដែរឯកឧត្តមហ្សង់ហ្វ្រង់ស៊ួតាន់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសបានគូបញ្ជាក់ថាដើម្បីឈានទៅសម្រេចបាននៅផែនការដែលបានដាក់ចេញកន្លងមករាជរដ្ឋាភិបាលកំពុងតែអនុវត្តនៅគោលនយោបាយការទូតសេដ្ឋកិច្ចគណៈគោលនយោបាយនេះមានគោលដៅរួមចំណែករក្សាកំណើនសេដ្ឋកិច្ចបង្កើតការងារកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋខ្មែរក្នុងចក្ខុវិស័យឆ្នាំ 2030 និងឆ្នាំ 2050 និយាយបែបផ្សេងគឺធ្វើឲ្យកម្ពុជាក្លាយជាប្រទេសចំនួនមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 និងជាប្រទេសចំនួនកម្រិតខ្ពស់នៅឆ្នាំ 2050 មែនទេទៅការចូលរួមចំណែករក្សាកំណើនសេដ្ឋកិច្ចនៃប្រទេសយើងដោយមានជាអាចការទូតសេដ្ឋកិច្ចជាចលករសំខាន់បំផុតជាងគេមួយកម្ពុជានឹងចាក់ចេញនៅឆ្នាំ 2029 ខាងមុខនេះដោយឯកឧត្តមប៉ែនប៊ុនណាលើកឡើងវិញចាក់ចេញពីអ្វីដែលគេហៅថាលក្ខន្តិកៈជាប្រទេសអភិវឌ្ឍតិចតួច LDC ក្នុងន័យនេះការផ្ដួចផ្ដើមបែបណាក៏ដោយរួមទាំងការទូតសេដ្ឋកិច្ច
សុទ្ធតែល្អទាំងអស់ដើម្បីរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ជាមួយគ្នានេះឯកឧត្តមផាន់ផល្លារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងកាលពីពេលថ្មីៗថាការចាក់ចែងពីប្រទេសមានការអភិវឌ្ឍតិចតួចវាផ្ដល់ទាំងផលវិជ្ជមាននិងអវិជ្ជមានសម្រាប់កម្ពុជាក្នុងនោះក្រោយកម្ពុជាចាក់ចែងពីឋានៈនេះកម្ពុជានឹងបាត់បង់ការអនុគ្រោះពន្ធពាណិជ្ជកម្មបាត់ការទទួលបានហិរញ្ញប្បទានក្នុងអត្រាការប្រាក់សម្បទាននិងជំនួយមួយចំនួនជាដើមយ៉ាងណាមិញបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះចាប់ពីពេលនេះរហូតដល់ឆ្នាំ2030កម្ពុជាបានរៀបចំផែនការយុទ្ធសាស្ត្រជាច្រើនដើម្បីត្រៀមឆ្លើយតបនឹងផែនការចាក់ចែងពីប្រទេសមានការអភិវឌ្ឍតិចតួចនេះការចាក់ចេញពី LDC នេះមិនមែនដើរទៅគឺថាជន់តែបលានឹងនេះសតទេក៏មានឱកាសជា opportunity សម្រាប់យើងដែរសម្រាប់កម្ពុជាយើងដែរមិនមែនថាទៅដល់ឃើញតែខ្មៅងឹតសូនហើយខំទៅនេះទេត្រូវក៏វាមានពលឺវាមានកន្លែងភ្លឺវាមានកន្លែងងឹតបាទអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវដោះស្រាយអាកន្លែងណាដែលងឹតដែលថាទៅវាត្រូវដោះស្រាយពីឥឡូវទៅឲ្យហើយប៉ុន្តែទន្ទឹមហ្នឹងក៏ខំប្រឹងចាត់យកឱកាសនៃឱកាសដែលមានការចាក់ចេញពី LDC យើងនេះបាទអាហ្នឹងក៏យើងត្រូវតែខិតខំប្រឹងដែរហើយខ្ញុំសូមជំរាបថាការងារនេះមិនមែនថាយើងអត់គិតទេគិតបានគិតគូរហើយមិនមានការវិភាគសិក្សាច្បាស់លាស់ហើយនឹងត្រៀមដាក់ចេញនៅវិធានការបាទសម្រាប់ការងារនេះបន្តទៀតសូមបញ្ជាក់ថាប្រសិនបើគ្មានការប្រែប្រួលទេកម្ពុជានឹងចាក់ចេញពីប្រទេសមានការអភិវឌ្ឍតិចតួចទៅជាប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ2029និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050តែយ៉ាងណាក្រោយការចាក់ចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចកម្ពុជាមិនទាន់បាត់បង់ការអនុគ្រោះនិងជំនួយផ្សេងភ្លាមនោះទេពលគឺកម្ពុជាអាចបន្តទទួលបានការអនុគ្រោះនេះចន្លោះពី2ទៅ3ឆ្នាំបន្ថែមទៀតគូបញ្ជាក់ថាក្រោយចាក់ចេញពីឋានៈនេះហើយកម្ពុជាក៏អាចធ្លាក់មកជាប្រទេសមានការអភិវឌ្ឍតិចតួចវិញផងដែរលោកស្រីសុជាតិអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នែកគំនិតនិងការស្រាវជ្រាវយល់ឃើញថាការខ្ចីបំណុលបរទេសមកអភិវឌ្ឍប្រទេសវាជារឿងមួយល្អប៉ុន្តែប្រសិនបើស្ថានភាពសេដ្ឋកិច្ចជាតិពុំទាន់រឹងមាំទេវាអាចបង្កជាបញ្ហាដែលត្រូវពិចារណាដោយសារតែកញ្ចប់ថវិកាដែលបានខ្ចីគឺជាបន្ទុករបស់ភាគីពាក់ព័ន្ធទាំងអស់ដែលមានតួនាទីបង់ពន្ធជូនរដ្ឋយ៉ាងណាមិញអ្នកជំនាញរូបនេះយល់ឃើញថាដើម្បីប្រើប្រាស់បំណុលឲ្យមានប្រសិទ្ធភាពរាជរដ្ឋាភិបាលកម្ពុជាគួរសិក្សាឲ្យបានលម្អិតរាល់ផែនការនានានិងត្រូវបង្ហាញតម្លាភាពក្នុងការប្រើប្រាស់ថវិកាដែលទាក់ទងជាមួយលទ្ធផលនិងសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមកយើងឃើញមានការអភិវឌ្ឍមួយចំនួនក៏ប៉ុន្តែយើងអត់ទាន់ទទួលបាននៅរបាយការណ៍មួយដែលប្រកបទៅដោយតម្លាភាពទាក់ទងទៅលើរាល់ការចំណាយផ្សេងដែលតាក់ទងទៅនឹងការអភិវឌ្ឍទាំងអស់ហ្នឹងហើយក៏អត់ទាន់បានឃើញរបាយការណ៍ណាមួយបានបង្ហាញអំពីសុចរិតភាពឬក៏តម្លាភាពនៅក្នុងការចាយវាយថាតើវាមានជាប់ពាក់ព័ន្ធជាមួយនឹងទិដ្ឋភាពអវិជ្ជមានអ្វីខ្លះដែលឬក៏មិនមានទិដ្ឋភាពអវិជ្ជមាននៅក្នុងការចាយថវិកាទាំងអស់ហ្នឹងឧទាហរណ៍ដូចជាក្នុងករណីមានអំពើពុករលួយអត់ហើយមានការកឹបកេងខុសគោលការណ៍ឬក៏ការប្រើប្រាស់ថវិកាក្នុងមិនចំគោលដៅអីចឹងជាដើមដូច្នេះបើសិនជាក្នុងករណីមានការបង្ហាញអំពីរបាយការណ៍ហើយនឹងការបង្ហាញអំពីសកម្មភាពនិងលទ្ធផលតាក់ទងនាឆ្នាំកន្លងមកជាសាធារណៈពេលនោះក៏នឹងអាចទទួលបាននៅការពិចារណាហើយក៏អាចនឹងមានការគ្រប់គ្រងបើសិនជាការប្រើប្រាស់ថវិកានោះមានសុចរិតភាពត្រឹមត្រូវនិងមិនមានអំពើពុករលួយហើយអាចផ្ដល់ជាទំនុកចិត្តទៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាមួយគ្នានេះលោកយ៉ងកំឯងប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពយល់ឃើញថាការប្រើប្រាស់បំណុលសាធារណៈរបស់កម្ពុជាទំនងជាមិនទាន់មានភាពល្អគ្រប់គ្រាន់នោះទេពលគឺអាចនៅមានភាពខ្វះចន្លោះមួយចំនួនដោយសារមានបុគ្គលខ្លះឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយការនេះទាមទារឲ្យរដ្ឋាភិបាលត្រូវចាត់វិធានការកាត់ផ្តាច់ឲ្យបាននិងត្រូវពង្រឹងការធ្វើសវនកម្មផ្ទៃក្នុងឲ្យបានហ្មត់ចត់ទើបការប្រើប្រាស់ថវិកាមានប្រសិទ្ធភាពសម្រាប់អ្នកជំនាញរូបនេះការកើនឡើងបំណុលសាធារណៈពីមួយឆ្នាំទៅមួយឆ្នាំ
ក៏ជាក្តីបារម្ភមួយផងដែរសម្រាប់កម្ពុជាព្រោះនៅពេលបំណុលកើនឡើងកាន់តែខ្ពស់វានឹងធ្វើឲ្យម្ចាស់បំណុលកាន់តែមានឥទ្ធិពលមកលើកម្ពុជាខ្ញុំឧទាហរណ៍ថាបើយើងជីកបន្លែត្រូវតែបន្លែហ្នឹងគឺធានានៅគុណភាពដែលអាចមានទឹកស្រោចស្រពកសិករយកទៅស្រោចស្រពស្រេះចំការច្បារដំណាំរបស់គាត់បានបើសិនថាយកទៅជីកហើយនៅតែបន្លែនោះអត់ទឹកដដែលអាហ្នឹងវាជាការខាតបង់ពីព្រោះថាបើសិនជាវាមានគុណភាពមានទឹកមានអីចឹងទៅកសិករអាចធ្វើប្រកបរបរកសិកម្មរបស់គាត់បានគឺអាចលក់អាចអីចឹងទៅរត់អាចបាន VAT ទៅអាចប្រមូលពី VAT ពន្ធផ្សេងដើម្បីទុកសម្រាប់សំណុលគេបានបើសិនជាយើងដល់ដំណាក់កាលមួយដែលយើងមានការពិបាកនៅក្នុងការសំណុលគេអានឹងគឺជារឿងមួយដែលយើងអាចនឹងបាត់បង់នៅឯករាជ្យភាពរបស់យើងដែរបាទអញ្ចឹងខ្ញុំថាបំណុលមិនបញ្ហាទេប៉ុន្តែសំខាន់បំផុតយើងមានលទ្ធភាពសងគេហើយចំណូលរបស់យើងក៏គ្រប់គ្រាន់នៅក្នុងការសងហ្នឹងគឺវាជារឿងសំខាន់គឺប៉ុណ្្នឹងបាទឯកឧត្តមច័ន្ទសុធីរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានគូបញ្ជាក់ថាការបង្កើនទំហំកម្ចីពីប្រទេសនិងស្ថាប័នដៃគូអន្តរជាតិរហូតដល់ $2.7 លាននៅឆ្នាំនេះគឺដើម្បីយកមកបំពេញអនុភាពថវិការបស់រាជរដ្ឋាភិបាលក៏ដូចជារក្សានិរន្តរភាពថវិកាជាតិក្រោយការប្រមូលចំណូលពន្ធមានការធ្លាក់ចុះថវិកាទាំងនេះក៏នឹងប្រើប្រាស់សម្រាប់កសាងនៅហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនផងដែរបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចទោះបីបំណុលសាធារណៈមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយតែកម្រិតបំណុលរបស់កម្ពុជាស្ថិតក្នុងកម្រិតទាបនៅឡើយបើធៀបនឹងទំហំផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាតាមពិតកើនតលេខទេដូចខ្ញុំនិយាយអញ្ចឹងវាកើនតលេខតាកើនចឹងបានថាបើអ្នកប្រឆាំងចេះនិយាយបានយកអាហ្នឹងបំណុលខ្មែរឡើងដល់2.10,000 លានហ្នឹងស្ដាប់ទៅព្រឺក្បាលតែអ្នកបច្ចេកទេសស្តង់ដារអន្តរជាតិគេអត់និយាយអាហ្នឹងទេគេនិយាយធៀបនឹងផសសព្រោះអាហ្នឹងបើឥឡូវយើងមើលដោយលោក Rich Dad Poor Dad នោះគាត់អួតថាគាត់ជពាក់បំណុលគេ 1,200 គាត់អួតណាព្រោះគាត់ចំណេញពីបំណុលចុះឥឡូវខ្ចីគេឧទាហរណ៍ថា 2% ហើយ20-30 ឆ្នាំបានសងគេហើយយើងចាយឥឡូវតម្លៃដុល្លារឥឡូវហើយតម្លៃដុល្លារ10ឆ្នាំយើងមើលទៅតម្លៃតំណែងដល់អាហ្នឹងគ្រាន់តែប៉ុណ្្នឹងបើថាយើងបើស្នាមានគេឲ្យខ្ចី 2% យកទៅអ្នកអុកញ៉ាយនៅនេះស្រាប់សុបាយចិត្តងាប់ហ្នឹងប៉ុន្តែវាមិនមែនចេះតែបានទេអាហ្នឹងចាំបានគេហៅខ្ចីមែនតែគេហៅជំនួយព្រោះវាមាន grant element អញ្ចឹងយើងឲ្យច្បាស់ថាកើនឡើងចេះតែកើនឡើងតែវាមិនមែនវាកើនឡើងតែចំនួនបរិមាណតែមិនមែនកើនឡើងបន្ទុកបំណុលទេវាកើនទៅធៀបនឹងផសសសូមបញ្ជាក់ថានៅក្នុងឆ្នាំ2025នេះរាជរដ្ឋាភិបាលកម្ពុជាកំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ចំនួន 2,000 លាន SDR សមមូលនឹងប្រមាណ $2.7 លានកើនឡើងចំនួន 300 លាន SDR សមមូលនឹងជាង $390 លានបើធៀបនឹងឆ្នាំ2024ក៏ត្រឹមដំណាច់ត្រីមាសទី3ឆ្នាំ2024កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន $11,861 លានស្មើនឹងប្រមាណ 25.2% នៃផលិតផលក្នុងស្រុកសរុបក្នុងនោះសន្និធិបំណុលសាធារណៈក្នុងប្រទេសមានចំនួន $115 លានអាមេរិកនិងបំណុលក្រៅប្រទេសមានចំនួន $11,745 លានអាមេរិកលោកហាក់លៀងហូប្រធានសមាគមភស្តុភារកម្មកម្ពុជាយល់ឃើញថាការយកថ្លៃសេវាលើកប៉ាល់ដឹកទំនិញផលិតដោយប្រទេសចិនដែលចូលចតនៅតាមកំពង់ផែរបស់សហរដ្ឋអាមេរិករហូតដល់ប្រមាណ$3 លានក្នុងកប៉ាល់មួយគ្រឿងនេះប្រកាសណាវានឹងធ្វើឲ្យថ្លៃដឹកជញ្ជូនទំនិញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកដែលដឹកដោយកប៉ាល់ចិននឹងមានការកើនឡើងកត្តានេះចង់ឬមិនចង់វានឹងជំរុញឲ្យការចំណាយរបស់អ្នកប្រើប្រាស់សេវាដឹកជញ្ជូននិងក្រុមហ៊ុនដឹកជញ្ជូនមានការកើនឡើង
ពួកកប៉ាល់ដែលចូលទៅចតនៅសហរដ្ឋអាមេរិកហ្នឹងហើយដែលភាគច្រើនជានាវាមានសញ្ជាតិចិនអញ្ចឹងច្បាស់ណាស់ការដឹកជញ្ជូនទំនិញពីកម្ពុជាយើងទៅហ្នឹងវាប្រកាសជាឡើងថ្លៃខ្ពស់ហើយព្រោះជាធម្មតាឧទាហរណ៍ពីមុនវាអត់មានចំណាយ$3 លានអញ្ចឹងឥឡូវចំណាយ$3 លានថែមពីលើទៀតអញ្ចឹងច្បាស់ណាស់ក្រុមហ៊ុននាវាប្រកាសជាគេយកអាថ្លៃ$3 លានហ្នឹងយកមកចែកទៅលើ container មួយឲ្យដើម្បីគេអាចទប់ទល់ជាមួយនឹងថ្លៃដើមគេបានអញ្ចឹងតែកាលណាចែកទៅលើចំណាយហ្នឹងអញ្ចឹងចំណាយហ្នឹងវាទៅជាបន្ទុករបស់អ្នកប្រើប្រាស់បន្តហើយស្រដៀងគ្នានេះអង្គការសិនចន្ទធីអគ្គនាយកក្រុមហ៊ុន Line Haul Express យល់ឃើញថាប្រសិនបើសហរដ្ឋអាមេរិកពិតជាដំឡើងថ្លៃសេវាលើកប៉ាល់ដឹកទំនិញផ្លិតដោយប្រទេសចិនដែលចូលចតនៅតាមកំពង់ផែរបស់សហរដ្ឋអាមេរិកមែននោះចង់ឬមិនចង់វានឹងជះឥទ្ធិពលមួយចំនួនទៅដល់ការដឹកជញ្ជូននិងការនាំចេញទំនិញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកជាក់ជាមិនខានការវាយតម្លៃបែបនេះក៏ដោយសារតែសហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញទំនិញធំបំផុតរបស់កម្ពុជាហើយការនាំចេញទំនិញកម្ពុជាទៅកាន់សហរដ្ឋអាមេរិកទៀតសោតភាគច្រើនបានប្រើប្រាស់កប៉ាល់របស់ប្រទេសចិនតែយ៉ាងណាចំពោះផលប៉ះពាល់នៅក្នុងកម្រិតណានោះអង្គការសិនចន្ទធីនឹងមិនទាន់អាចវាយតម្លៃបាននោះទេហើយកម្ពុជាគួរកិច្ចចេញពីការប្រើប្រាស់កប៉ាល់របស់ចិនឬយ៉ាងណានោះវាអាស្រ័យទៅលើស្ថានភាពជាក់ស្ដែងការដែលសហរដ្ឋអាមេរិកតម្លើងថ្លៃកប៉ាល់របស់ចិនក្នុងការនាំចូលទៅសហរដ្ឋនេះវាសហរដ្ឋអាមេរិកហ្នឹងវាមានពិតជាមានផលប៉ះពាល់ហើយព្រោះយើងសង្ហៃយើងប្រើប្រាស់កប៉ាល់ចិនហ្នឹងក៏ច្រើនដែរណាបាទហើយកប៉ាល់ផ្សេងទៀតហ្នឹងក៏យើងប្រើអញ្ចឹងมันប៉ះពាល់ទាំងអស់ក៏ប៉ះពាល់មួយចំនួនដែរបាទពីព្រោះទំនិញផ្សេងយើងប្រើប្រាស់កប៉ាល់ចិនបាទដែលយើងឧទាហរណ៍ថាកប៉ាល់វាចេញពីកំពង់ផែក្រុងសីហនុយើងក៏ដូចជាកំពង់ផែភ្នំពេញយើងចេញទៅយើងនឹងបន្តកប៉ាល់មួយទៀតនេះកប៉ាល់ជួនកាលយើងបុកបានកប៉ាល់ចិនទៅជួនកាលយើងបុកមិនបានជាកប៉ាល់ចិនក៏បានកប៉ាល់ផ្សេងទៅអញ្ចឹងយ៉ាងណាក៏ភាគច្រើនគឺយើងប្រើប្រាស់នៅកប៉ាល់ចិនដែរនេះអញ្ចឹងប្រកាសជាមានផលប៉ះពាល់ហើយប៉ុន្តែប៉ះពាល់យ៉ាងណាយើងអត់ទាន់ដឹងទេនេះជាគ្រាន់តែជាសញ្ញាមួយដែលយើងបានដឹងជាព័ត៌មានបាទប៉ុន្តែយ៉ាងណាយើងនឹងតាមដានតទៅទៀតតែយើងអាចគេចចេញអំពីការប្រើប្រាស់កប៉ាល់ដែលជាប់នៅក្នុង target របស់ប្រធានាធិបតីដូណាល់ត្រាំតែនឹងដែរឬយ៉ាងណាណាបាទដោយឡែកលោកជាច័ន្ទតារាប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាបានវាយតម្លៃថាទោះបីជាមានការយកថ្លៃសេវាលើកប៉ាល់ដឹកទំនិញរបស់ចិនពីសហរដ្ឋអាមេរិកក្តីតែវាទំនងជាមិនប៉ះពាល់ធ្ងន់ធ្ងរទៅដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជានោះទេដោយសារតែកម្ពុជានៅមានជម្រើសប្រើប្រាស់កប៉ាល់របស់ប្រទេសផ្សេងទៀតប៉ុន្តែវានឹងធ្វើឲ្យប៉ះពាល់ខ្លាំងទៅលើប្រាក់ចំណេញរបស់ក្រុមហ៊ុនដឹកជញ្ជូនចិនត្បិតថាត្រូវប្រកួតប្រជែងជាមួយនឹងបណ្ដាក្រុមហ៊ុនដឹកជញ្ជូននៃប្រទេសដទៃបើតាមប្រធានសមាគមរូបនេះទោះបីជាក្រុមហ៊ុនដឹកជញ្ជូនទំនិញនោះជារបស់ចិនក៏ពិតមែនប៉ុន្តែមិនមែនកប៉ាល់ទាំងអស់របស់ក្រុមហ៊ុននោះមានសញ្ជាតិចិនទាំងអស់នោះទេឃើញថាពាក់ព័ន្ធជាមួយនឹងការដំឡើងថ្លៃឈ្នួលលើនាវាទំនិញរបស់ចិនទៅកាន់សហរដ្ឋអាមេរិកដែលជាផែនការរបស់ Donald Trump នោះវាប្រកបណាស់វានឹងមានផលប៉ះពាល់មួយចំនួនប៉ុន្តែការប៉ះពាល់នោះវាអាចជាការប៉ះពាល់របស់ក្រុមហ៊ុនច្រើនជាងដោយសារជាទូទៅកប៉ាល់ដែលដឹកទំនិញចេញពីកម្ពុជាទៅសហរដ្ឋអាមេរិកនោះមិនមែនជាក្រុមហ៊ុនចិនទាំងស្រុងទេអញ្ចឹងវាប៉ះពាល់ជាមួយនឹងការខាតគេហៅថាខាតនៃចំណេញរបស់ខាងក្រុមហ៊ុនចិនដូច្នេះគឺវានឹងគេហៅថា competitor ពាក់ព័ន្ធជាមួយនឹងការប្រកួតប្រជែងជាមួយនឹងកប៉ាល់គេផ្សេងអីចឹងទៅពីព្រោះថាពីទូទៅបើមានក្រុមហ៊ុនចិនជាក្រុមហ៊ុនកប៉ាល់មែនជួនកាលតែកប៉ាល់របស់គាត់វាមានសញ្ជាតិគេហៅថាកប៉ាល់សញ្ជាតិរបស់សិង្ហបុរីកប៉ាល់សញ្ជាតិរបស់ហុងកុងកប៉ាល់សញ្ជាតិរបស់ប្រទេសណាមួយអីចឹងទៅអញ្ចឹងក៏វាមិនអាចធ្វើឲ្យមានផលប៉ះពាល់ដែរហ្នឹងហើយអញ្ចឹងការប៉ះពាល់នេះខ្ញុំយល់ឃើញថាវាមិនធ្ងន់ធ្ងរអីពេកទេហ្នឹងហើយអញ្ចឹងយើងចាំមើលតទៀតតើវានឹងមានបញ្ហាដែលប៉ះពាល់ធ្ងន់ធ្ងរអត់ប៉ុន្តែដូចតែបានជម្រាបចឹងថាក្រុមហ៊ុនកប៉ាល់មានច្រើនណាក្រុមហ៊ុនកប៉ាល់មានច្រើនហើយក៏មានប្រទេសគេផ្សេងក្រៅតែពីប្រទេសចិនផងដែរបាទគួរជម្រាបថាដើម្បីទប់ទល់ឥទ្ធិពលរបស់មហាយៈចិនដែលឈានមកគេផ្នែកផលិតកប៉ាល់ដឹកទំនិញកុងតឺន័រនិងភស្តុភារកម្មនៅទូទាំងពិភពលោកនិងដើម្បីស្ដារឧស្សាហកម្មផលិតកប៉ាល់ដឹកទំនិញរបស់សហរដ្ឋអាមេរិកឡើងវិញការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកក្រោមរដ្ឋបាលលោកដូណាល់ត្រាំមានគម្រោងយកថ្លៃសេវាលើកប៉ាល់ដឹកទំនិញផលិតដោយប្រទេសចិនដែលចូលចតនៅតាមកំពង់ផែរបស់សហរដ្ឋអាមេរិករហូតដល់ទៅ$3 លានក្នុងកប៉ាល់មួយគ្រឿង
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើនអតិថិជនជាទីគោរពគ្រឹះស្ថាន HFC Cambodia Microfinance មកឈានមុខគេក្នុងការផ្ដល់សេវាកម្មឆាប់រហ័សជាពិសេសសេវាកម្មរំលោះត្រឡប់ដែលជាដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អសម្រាប់លោកអ្នក HFC តែងតែទុកអ្នកជាជំរើសទី1 រកការជាវប្រភេទលំនៅឋានឬយន្តការមួយនៃគម្រោងលំនៅឋានភូមិកលដ្ឋានវប្រិតអតិថិជននឹងទទួលបានកញ្ចប់រង្វាន់ដែលមានទឹកប្រាក់ស្មើនឹង$1,500ភ្លាមៗអ្វីដែលពិសេសអតិថិជននឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 10% និងលក្ខខណ្ឌបង់ប្រចាំខែត្រឹមតែ$300តែប៉ុណ្ណោះជាមួយនឹងការបង់រំលោះគ្មានការប្រាក់រហូតដល់40ខែអតិថិជនជាទីគោរពឥឡូវនេះលោកអ្នកអាចបើកគណនី Digital របស់ធនាគារ KB ពិសាបានភ្លាមៗដោយខ្លួនឯងតាមកម្មវិធី KB ពិសាបាលដែលគ្រាន់តែមានលេខទូរស័ព្ទនិងអត្តសញ្ញាណប័ណ្ណព្រមទាំងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ 4% ក្នុងមួយឆ្នាំបូតិកា Bosco គឺជាភ្នាក់ងារពារជ្រាបទឹកដែលខំជាប់ស្អិតយ៉ាងល្អជាមួយនឹងផ្ទៃជាពិសេសគឺអាចយឺតបានរហូតដល់ទៅ 250% និងជាប់ស្វិតអាចបត់បែនទៅតាមចលនានៃគ្រាប់អគារតាមទាំងមិនប្រេះគ្មានភាពសំណើមនិងបញ្ហាជ្រាបទឹកនោះឡើយ CPL គឺជាក្រុមហ៊ុនដ៏ធំដំបូងគេដែលផ្ដល់សេវាកម្មទិញលក់ជួលនិងវិនិយោគតម្លៃអចលនវត្ថុប្រកបដោយវិជ្ជាជីវៈខ្ពស់នៅកម្ពុជាជាមួយធនាគារ PRIT ឥឡូវនេះលោកអ្នកគ្រាន់តែបើកគណនីសន្សំនិងទទួលបានអត្រាការប្រាក់ 3% សម្រាប់ប្រាក់រៀលនិង 2% សម្រាប់ប្រាក់ដុល្លារអាមេរិកសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ធនាគារ PRIT ឬតាមលេខទូរស័ព្ទ 098 យើងខ្ញុំសូមអរគុណជាពិសេសដល់ធនាគារ Excelida ក្រុមហ៊ុន World PRIT Group ធនាគារ KB វិសាក្រុមហ៊ុន Liho Group គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ក្រុមហ៊ុនបម្រើសេវាកម្មអចលនទ្រព្យ CPL បរិយាលងនេះធនាគារ PRIT និងក្រុមហ៊ុន Botica ដែលបានគ្រប់គ្រងដល់ការផ្សាយផ្ទាល់នៅក្នុងកម្មវិធីព័ត៌មានសេដ្ឋកិច្ចយប់នេះរបស់សាមាន Digital Cambodia កម្មវិធីព័ត៌មានសេដ្ឋកិច្ចយប់នេះនៅក្នុងរាត្រីនេះបានឈានដល់ទីបញ្ចប់ហើយខ្ញុំបាទសឿបដិតនិងក្រុមហ៊ុនសាមាន Digital Cambodia សូមអរគុណលោកស្រីអ្នកនាងកញ្ញាដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ចប់គណៈនេះខ្ញុំបានរួមជាមួយក្រុមការងារសូមអរគុណនិងសូមគោរពលា